បាទថ្ងៃនេះដែរខ្ញុំសូមមកបង្ហាញពីការងារធ្វើអាងសប្តិកសម្រាប់ផ្គត់ផ្គង់ផ្ទះលំហែមួយអាងសប្តិកនេះយើងមានទំហំ1 ម៉ែត្រកន្លះគុណនឹង3 ម៉ែត្រជាប្រភេទអាងសប្តិកជំរាបព្រោះយើងនៅតំបន់ក្បែរជើងភ្នំនេះអត់មានប្រព័ន្ធទឹកហូរតាណាទេយើងធ្វើរបៀបអាងសប្តិកជំរាបដើម្បីឲ្យទឹកដែលប្រើប្រាស់ចេញមកជ្រាបទៅក្នុងដីបាទឥឡូវនេះជាងគាត់កំពុងចាប់ផ្ដើមកាយដីជាជំហានដំបូងសិនបាទបន្ទាប់ពីយើងចាប់ផ្ដើមជីកដីរួចយើងចាប់ផ្ដើមធ្វើពុំយើងនឹងចាក់ធ្នឹមកបាត់4ជ្រុងសម្រាប់ត្រឥតជញ្ជាំងអាងសប្តិក